លោកបាយជាតិបាទសួរបងអូនស្រីបន្តិចបាទមើលម៉ូតូក្នុងរូបនេះអញ្ចឹងបាទចុះបើសិនជាបាយកណាត់មកមិនមែនម៉ូតូហ្នឹងខកចិត្តអត់បងប្រុសអត់ទេឲ្យតែម៉ូតូអីក៏យកដែរហ្នឹងហើយបងម៉ូតូអីក៏យកដែរចុះបើមកសង់ការ៉េយកអត់ចុះមកសង់ការ៉េយកអត់មានខឹងក្រុមហ៊ុនអីថាដាក់រូបអញ្ចឹងឯងឲ្យសង់ការ៉េអីអត់ខឹងទេអត់ទេពួកគ្រប់ត្រូលប៊ូស្រងមែនណាជឿជាក់ថាប៊ូស្រងមកធ្វើអញ្ចឹងណាអូបាទគាត់ទំនុកចិត្តបាទមានអីគាត់មិនជឿជាក់បាទអ្នកខាងនេះបាទថាវិការនៅនឹងដៃដែរហ្នឹងលុយនៅមុខហ្នឹងបាទតែលុយលើគោគេហ្នឹងឥឡូវយើងមើលរង្វាន់ម៉ូតូតែម្ដងទៅបាទឥឡូវមើលរង្វាន់ម៉ូតូតែឥឡូវឲ្យគាត់ជាសមីខ្លួនបាទបែកខ្លួនឯងផ្ទាល់តែម្ដងបាទបងស្រីបាទសុំបើករង្វាន់បាទម៉ូតូរង្វាន់ម៉ូតូបាទអូអានេះបាទនេះបើថាហាងគេកាត់បាទលើកអូបាទជួយអូបាទរឹតខ្សែទាញយកហ្មងបាទលាត់មើលខាងមុខនេះទីហ្នឹងអូយឆាលីមើលមកទៀតដល់កបើចាទៅជាប់បាទជួយស្រែកសោះហើយពូស្រងប្រេងដល់ប្រេងហីបាទតែបងស្រីថាម៉ាក់អីក៏យកដែរបាទម៉ាក់អីក៏យកដែរអូយឆាលីងាប់បាទលើទីមកបងស្រីបាទលើឡើងហូតបាទអូយបាទបាច់ពូស្រងបាទមានអារម្មណ៍មិនដែរបើពេលម៉ូតូអូមើលរំភើបទៀតអូកាត់ក្នុងចិត្តដែររំភើបដល់សំខាន់នេះកាត់ដបូនេះដូចនេះទេណាលោកបាយជាតិនេះដូចកាត់ដបធុងសម្រាមមកដាក់ទៀតណាអូយបាទនេះសំណាងនៅខេត្តកញ្ចេះបាទបើនៅខេត្តពីកញ្ចេះវិញសង្ស័យជីអត់ដល់បាទឥឡូវខ្ញុំសួរខាងប៊ូស្រងបាទខកចិត្តទេសួរម្ដងទៀតអត់ស្ដាយក្រោយណាបាទអត់ស្ដាយក្រោយដែលគ្រប់ត្រូលភេសជ្ជៈប៊ូស្រងណាច្បាស់ហើយណាបាទអញ្ចឹងម៉ូតូនេះជិះទៅផ្ទះវិញខ្ញុំដឹងហ្មងបាទជិះដល់ឥឡូវសួរបងខាងតំណាងប៊ូស្រងវិញថាប៊ូស្រងផ្ដល់រង្វាន់ម៉ូតូនេះមែនឬក៏ខាងក្រុមការងារគាត់ដាក់ច្រឡំម៉ូតូអ្នករៀបឆាទេបាទទៅវ៉ាន់ទៅហ្នឹងអូចាំឲ្យចាំឲ្យបងលែងនិយាយចឹងហីបាទមានអីទៀតតែអត់អីទេបាទយ៉ាងណាក៏ដោយក៏វាជាបាទសំណាងរបស់យើងដែលយើងគាស់ត្រូវណាមើលខ្ញុំទៅសួរបាទទោះបីជាសួរមួយទៀតអូបងរៀបឆាថាម៉ូតូគាត់ហ្នឹងបាទម៉ូតូរង្វាន់ហ្នឹងម៉ូតូគាត់រៀបឆាថាអូចឹងបងមកប្រាប់ក្រុមការងារមកសិតថាបាត់ម៉ូតូបាទម៉ូតូបាទអញ្ចឹងសុំក្រុមការងារប៊ូស្រងបាទសុំបង្ហាញរង្វាន់ម៉ូតូពុតឲ្យបងស្រីផងបាទខាងអ្នករៀបឆាចាំយកម៉ូតូទៅវិញអូយអេឆាលីបាទកម្រឃើញអូនោះអូយមកហើយមិនមកហើយគេនោះជានរណាគេនោះអូយនេះហើយម៉ូតូបាត់បាទដូចក្នុងរូបទេបងប្អូនអូបាទស្រស់ស្អាតមែនម៉ូតូប៊ូស្រងបាទលោករឹតបាទជួយវាយចន្ទល់កណ្ដាលហើយលោករឹតអាចយកអានេះទៅវិញបានណាបាទយកឲ្យគេវិញលោករឹតបាទអូយើងរកឃើញម្ចាស់ប៉ិតអីនៅទីនេះបាទអរគុណច្រើនបាទពុកម៉ែបងប្អូនបាទនេះហើយគឺជាម៉ូតូប៉ិតដូចក្នុងរូបបាទដូចក្នុងរូបឯងបងប្អូនដូចប្រហែល100%តែម្ដងណាបាទបងស្រីដូចក្នុងរូបណាច្បាស់ណាអូបាទមើលថានេះគឺជាបាទទំនុកចិត្តរបស់គាត់ទៅលើក្រុមហ៊ុនប៊ូស្រងបាទគាត់ជឿថាប៊ូស្រងតែដាក់រូបមកយ៉ាងម៉េចរង្វាន់គឺចឹងហើយបាទអត់ខុសគ្នាទេមិនសួរថាម៉ូតូចាស់ហ្នឹងថាពេញចិត្តតែក្នុងចិត្តនឹងគិតមិនទេបាទអរគុណអញ្ចឹងនេះហើយបាទគឺជារង្វាន់ម៉ូតូបាទពីប៊ូស្រងបាទសម្រាប់បងអូនស្រីដែលគាត់ទ្រពស់ត្រូវគាត់បាទគាត់ថាគាត់ទទួលទានប៊ូស្រងរាល់ថ្ងៃណាបាទអញ្ចឹងមិនមែនជាលើកដំបូងទេបាទហើយទទួលបានរង្វាន់ម៉ូតូបាទអញ្ចឹងសង្ឃឹមថាលើកក្រោយអាចនឹងមានឱកាសឈ្នះរង្វាន់ធំទៀតរង្វាន់សេដ្ឋីក្មេងអី130លានរៀលសាវរីបាទថ្ងៃនេះនៅស្រុកឆ្លងខាងរង្វាន់បាទចូលទៀតទៅបាទនេះបាទ